So sama pun tak ni cuci muen minus pi amlan tiada cuma nak kasih berada pada wisna cuci snapchat pihak tidak pi dah cuci bentar ada baju. Hai muen cun cuci nak kasih berada admin kau sos nombor bang cuci like cuci subscribe hai asalnya kedai nak mui pon ada betul ban betul teman-teman pi admin muen ke. Kalau ni kemakan pi you yang cuci tekan kasih berada tambah dong tu. Jangan kedai dia mana tang berjumpa pi muen ni tha lang je nang kum ni memang nong jong hon ju oi dua dah bayar lu kon mentan ai jangan na ba cuci ke macam pekan ni mak dang kapat in jang hayo. Jadi kita you apa na pai inser te. Hai akhir nang hon ju oi tak dua hai nang kau sab terlu semlain tu ai ponយើងក៏ស្អីមកពីខាងក្រៅតែម្ដងដូច្នេះហើយលឹងយីហ្នឹងក៏បានឈប់អញ្ចឹងណាដែលពេលហ្នឹងតួឯងប្រាប់យើងក៏បាននិយាយថាមើលទៅដូចជាអ៊ូអដែរនេះមានមនុស្សនៅជុំគ្នាអញ្ចឹងហើយគ្រាន់តែឃើញតួឯងប្រាប់យើងដើរមកជាមួយតួឯងស្រីអញ្ចឹងណាលឹងយីហ្នឹងគឺថាអូយធ្វើចូលតួកំសត់ទៀតហើយដែលបាននិយាយថា UR ហ្នឹងគឺធ្វើពុតជារលូតកូនដើម្បីចោតតួស្រីហ្នឹងអត់បានសម្រេចថាឥឡូវហ្នឹងមកចោតប្រកាន់ថាខ្លួនជាអ្នកខុសអីអញ្ចឹងណារួចនេះក៏សុំឲ្យតួឯងប្រាប់យើងហ្នឹងហើយរកចិត្តធរឲ្យនាងផង UR ដែលចូលស្ដាប់នៅក្បែរហ្នឹងឡើងហួសចិត្តហ្មងជាប៉ែនេះ fact សាហាវហ្មងណាអញ្ចឹងហើយ UR ហ្នឹងក៏បាននិយាយថាលឹងយីនេះគឺជាមនុស្សពើពោលខ្លាំងណាស់នាងបានយកខ្លួនហ្នឹងហើយដើម្បីទៅកម្ចាត់តួឯងស្រីរបស់យើងអញ្ចឹងណាហើយនាងថាទាំងបានប៊ីនឹងធ្វើឲ្យកូនរបស់ខ្លួនរលូតចោលទៀតមនុស្សអាក្រក់បែបនេះគឺមិនអាចទុកនៅក្នុងដំណាក់របស់ពួកគេបានទៀតឡើយ UR និយាយបែបនេះទៅកាន់តួឯងស្រីតួឯងប្រាប់របស់យើងអញ្ចឹងណានៅពេលហ្នឹងតួស្រីក៏បានដើរមកនិយាយជាមួយ UR ថាអញ្ចឹងឥឡូវនេះឯងបានទទួលស្គាល់ហើយមែនថាឯងពិតជាបានទៅរួមដៃជាមួយគេដើម្បីមកចោទប្រកាន់យើងមែនតែ UR ក៏បាយធ្វើចូលតួកំសត់អញ្ចឹងណាដែលនាងបាននិយាយវិញថាអត់ទេនាងអត់មានបំណងអញ្ចឹងទេនាងក៏ជាជនរងគ្រោះដែលត្រូវបានលឹងជាបោកដែរអញ្ចឹងហើយតួឯងស្រីរបស់យើងនាងក៏បាននិយាយទៀតថាទៅរួមដៃគ្នាជាមួយនឹងអ្នកក្រៅដើម្បីធ្វើបាបមហាសីឬក៏អ្នកស្រីធំនៅក្នុងផ្ទះនេះគឺពិតជាសមនឹងទទួលបានការដាក់ទោសពីច្បាប់និងវិន័យគ្រួសារអីចឹងទៅប៉ុន្តែដោយសារតែឥឡូវហ្នឹង UR គឺនាងកំពុងតែទងន់អញ្ចឹងហើយតួឯងស្រីរបស់យើងគឺគ្រាន់តែហាមឃាត់អត់ឲ្យ UR ហ្នឹងចេញទៅណាទាំងអស់មានន័យថាដូចគុំឲ្យនៅតែក្នុងបន្ទប់របស់ខ្លួនឯងចឹងណាអត់ឲ្យចេញទៅណានោះទេ UR នាងមិនអាចនិយាយបានទៀតនោះទេព្រោះឯពាក្យសម្ដីដែលគេនិយាយមកគឺត្រូវគ្រប់ម៉ាត់អញ្ចឹងហើយនាងបានត្រឹមតែខឹងហើយក៏ដើរចេញទៅបន្ទប់របស់នាងនៅខ្លួនឯងចឹងទៅចំណែកឯលឹងយាវិញពេលដែលឃើញចឹងគេគិតថាខ្លួនគេរួចខ្លួនណាប៉ុន្តែនៅពេលនោះឈុនម៉ៃដែលជាអ្នកបម្រើរបស់តួស្រីហ្នឹងក៏បានបោះថងប្រាក់ឲ្យនាងមួយដុំតែម្ដងហើយតួឯងស្រីរបស់យើងក៏បាននិយាយថានៅក្នុងនេះគឺមានប្រាក់គ្រប់គ្រាន់ហើយសម្រាប់នាងឥឡូវនេះនាងឆាប់ទៅរកកៅអៅចាក់ចេញពីដំណាក់ព្រះបត្រាភ្លាមទៅតួឯងស្រីរបស់យើងនាងទុកពេលឲ្យលឹងយានឹង2ម៉ោងដើម្បីរៀបចំឲ្យឲ្យចឹងណាបន្ទាប់ពីនិយាយចឹងហើយក៏បានបែរចេញរៀបនឹងដើរចាក់ចេញទៅហើយតួប្រាប់យើងក៏ដើរទៅតាមតួឯងស្រីរបស់យើងចឹងទៅប៉ុន្តែនៅពេលនោះហើយលឹងយាក៏បានមកចាប់ដៃតួឯងប្រាប់យើងចឹងណាហើយក៏និយាយថានាងជាមនុស្សស្អាតស្អំទេអ្នកបានធ្វើអីខុសទាំងអស់ហើយដល់ដំណាក់កាលនេះហើយគឺនាងឡើងធ្វើជាតួកំសត់គ្រប់តួឯងស្រីរបស់យើងអីទៀតហើយដែលនាងបាននិយាយថាគឺតួឯងស្រីរបស់យើងហើយនឹង UR ពីអ្នកបងប្អូនគេនឹងជាអ្នកមកធ្វើបាបនាងតែម្នាក់ឯងអីចឹងណាដោយសារតែពួកគេអត់ចង់ឃើញវត្តមានរបស់នាងនៅទីនេះហ៎ទោះបីស្រីរបស់យើងនាងឡើងហួចចិត្តតែម្ដងចាស់និយាយចឹងទៅរួចប៉ុន្តែបើទោះបីជានិយាយយ៉ាងណាក៏តួឯងប្រាប់របស់យើងគាត់ឡើងស្ដាប់ទៀតដែរគាត់ក៏បានកាត់ក្វែងដៃរបស់គាត់ចេញពីឡងយីអញ្ចឹងណាឬក៏បាននិយាយថាអ្វីៗគ្រប់យ៉ាងគឺចាប់ត្រឹមនេះហើយនាងចាប់រកកៅអៅចេញពីដំណាក់នេះភ្លាមទៅបន្ទាប់ពីនិយាយចឹងហើយគាត់ក៏បានដើរចាក់ចេញពីទីហ្នឹងជាមួយនឹងតួឯងស្រីរបស់យើងបាត់ទៅអញ្ចឹងតែធ្វើឲ្យគេអស់ចិត្តថាគឺគេគ្មានការសន្តោសប្រណីអីជាមួយទីនោះទេហើយបន្ទាប់ពីអញ្ចឹងមកគឺថានាងក៏បានត្រឡប់មកបន្ទប់របស់ខ្លួនឯងវិញហើយតែមិនមែនមកហើចេញទេគឺមកចាក់ស្រែចាក់អីឡើងពេញហ្នឹងហ្មងនេះហើយក៏មានបំណងចង់ដុតបន្ទប់របស់ខ្លួនឯងទៀតហើយទៅចៃនឹងឲ្យទៅជួបរឿងមួយដែលថាអត់ត្រូវចិត្តខ្លួនឯងគឺចង់តែដុតផ្ទះចោលហ្មងហើយនេះនៅផ្ទះគេសោះហ្នឹងណាគិតថាបន្ទាប់ពីដុតឲ្យឆេះចឹងហើយអ្វីៗគ្រប់យ៉ាងនឹងឲ្យដល់ស្រីបានមែនហ្នឹងចង់ធ្វើទូកំសត់ទៀតមែនហើយគេគិតថាគេធ្វើនឹងបានសម្រេចណាប៉ុន្តែនៅពេលនោះក៏សាប់តែទូឲ្យប្រាប់របស់យើងបានចូលមកតាន់ពេលហើយគាត់ក៏បានយកអាភ្លើងនេះយកមកបិទទុកវិញចឹងណាឬក៏សួរលង្យាថានាងចង់ធ្វើអីទៀតហើយហ្នឹងទូស្រីរបស់យើងពេលហ្នឹងនាងក៏បានមកផងដែរដែលនាងសួរថាតើលង្យាហ្នឹងឈួតទេមែនលង្យាហ្នឹងក៏បានស្រែកទៅវិញមកតំហឹងថាត្រូវហើយនាងឈួតហើយបើឈួតទៅវាមិនតមកនាងក៏បានបែរទៅនិយាយទៅកាន់ទូឲ្យប្រាប់របស់យើងវិញម្ដងនាងបាននិយាយថាលោកជុនស៊ីងពួកយើងស្គាល់គ្នារាប់ឆ្នាំមកហើយតែចុងក្រោយលោកបែរជាបោះបង់ខ្ញុំចោលដូចជាសម្រាមអញ្ចឹងទូឲ្យប្រាប់របស់យើងក៏បានតទៅវិញថាគាត់គឺបានផ្ដល់ឲ្យគេឈ្មោះកិត្តិយសទៅលង្យាហ្នឹងគឺគ្រប់គ្រាន់ហើយតែលង្យាហ្នឹងខ្លួនឯងឯងដែលជាអ្នកអត់ទទួលយកហើយទូឲ្យប្រាប់របស់យើងក៏បានបន្តទៀតថាអានៅថ្ងៃដែលនាងរត់មកហៅគាត់ដែលថាភ្លើងឆេះដំណាក់របស់នាងអីហ្នឹងថ្ងៃហ្នឹងគឺគាត់បានស៊ើបដឹងហើយថាតាមពិតទៅអ្នកប្រុសស៊ូហ្នឹងគឺគាត់អត់បានចាក់ចេញពីបន្ទប់របស់គាត់នោះទេហើយបើមើលតាមស្ថានភាពជាក់ស្ដែងឥឡូវនេះមើលទៅកាលនោះក៏នាងគឺជាអ្នកដែលដុតដំណាក់របស់នាងខ្លួនឯងផងដែរទៅអត់នោះគេចាប់បានស្រែលឹងយាក៏បានព្យាយាមបន្តនិយាយទៀតថាប៉ុន្តែនាងធ្វើអញ្ចឹងគឺដើម្បីតែចង់នៅក្បែរទូឯងប្រាប់របស់យើងទាំងយប់ទាំងថ្ងៃហ្នឹងឯងតែធ្វើអញ្ចឹងវាខុសដែរមែនទូប្រុសក៏បានបន្តទៀតថានាងគឺបានកុហកខ្ញុំរហូតមកតាមពិតទៅនាងគឺមិនមែនជាអ្នកដែលជួយជីវិតខ្ញុំកាលពីខ្ញុំនៅក្មេងនោះទេព្រោះខ្ញុំបានរកឃើញសាក់សីកាលពីចំនួននោះមកវិញហើយនាងគឺដូចជាខ្ញុំអញ្ចឹងគ្រាន់តែជាជនភៀសខ្លួនដែលត្រូវលពស់ដូចគ្នាហើយដោយសារតែនាងនៅក្នុងហេតុការណ៍នោះដែរទើបនាងបានចូលរឿងទាំងអស់ហ្នឹងមកបោកប្រាស់ខ្ញុំថាជាអ្នកជួយខ្ញុំអីអញ្ចឹងទៅពេលហ្នឹងទូឯងស្រីរបស់យើងនាងក៏បានចូលស្ដាប់នៅក្បែរនោះដែរហើយនាងក៏មានអារម្មណ៍ថាប្រហែលអញ្ចឹងណាសាច់រឿងហ្នឹងតបមកលឹងជីក៏បាននិយាយថាអញ្ចឹងទូប្រុសហ្នឹងគឺសង្ស័យនាងយូរមកហើយអញ្ចឹងទូប្រុសក៏បានបន្តនិយាយទៀតថារបស់ម្យ៉ាងដែលគាត់បានឲ្យទៅក្មេងស្រីម្នាក់នោះគឺត្រូវបាននាងលួចបាត់ហើយលឹងជីក៏បានសែមកវិញឡើងខ្លាំងតែម្ដងថានាងមិនបានលួចនោះទេគឺក្មេងស្រីម្នាក់នោះជាអ្នកធ្វើឲ្យជ្រុះដល់ខ្លួនឯងតើនឹងនិយាយមកគឺឲ្យគេដឹងច្បាស់ហ្មងថាខ្លួនឯងពិតជាកុហកគេមែនទូប្រុសរបស់យើងគាត់ឡើងហួសចិត្តហ្មងអញ្ចឹងនាងគឺពិតជាមិនមែនជាអ្នកដែលជួយខ្ញុំពិតមែនតមកទូឲ្យប្រុសរបស់យើងក៏បានហុចដៃទៅលឹងជីនឹងដល់និយាយថាបកគលអាគុជនឹងមកឲ្យគាត់វិញមកអាគុជដែលគាត់ឲ្យទៅក្មេងស្រី
ហ្នឹងលងជាគឺគ្មានជំរឿទេបើគេទីអញ្ចឹងហើយហ្នឹងនាងក៏បានហូចអាគុជហ្នឹងទៅឲ្យទូឲ្យប្រពយើងវិញទាំងទឹកភ្នែកទឹកស្វោអីចឹងទៅតែនៅពេលដែលឃើញគុជហ្នឹងយើងក៏បានឃើញទឹកមុខទូឲ្យសេបើយើងគឺពិតជាភ្ញាក់ផ្អើលមែនតើតែនាងអត់បាននិយាយអីនាងនៅឈរស្ងាត់មកកន្លែងសិនចឹងណាលងជាហ្នឹងក៏បាននិយាយទៀតថាប្រហែលឆ្នាំនេះគឺនាងពិតជាលះបង់ច្រើនខ្លាំងមែនតើដើម្បីទូឲ្យប្រពយើងទូប្រពយើងគាត់នៅចង់ស្ដាប់អីទៀតហើយក៏បានកញ្ឆក់អាគុជហ្នឹងពីដៃរបស់នាងវិញហើយក៏និយាយថាលះបង់សម្រាប់គាត់អញ្ចឹងនៅថ្ងៃរៀបមង្គលការរបស់គាត់នាងក៏បានបំពុលខ្លួនឯងដើម្បីរៀបរៀងកម្មវិធីនាងតែងតែធ្វើឲ្យគាត់នឹងឆ្លោះគ្នាជាមួយនឹងលោកយាយរបស់គាត់រហូតហើយនៅដាក់ថ្នាំសម្រាប់នៅក្នុងបន្ទប់របស់គាត់ទៀតនេះគឺជាការលះបង់របស់នាងចំពោះខ្ញុំមែនដោយប្រពយើងគាត់សម្លុតសួរលងជានឹងតែម្ដងបើធ្វើរឿងអញ្ចឹងហើយសិតតែនិយាយថាមកលះបង់សម្រាប់គេអីទៀតណាទៅជឿលងជានឹងក៏បានឆ្លើយតបទាំងឈឺចាប់ទៅវិញថាត្រូវហើយខ្ញុំពិតជាបានប្រើអាថ្នាំសម្រាប់នឹងដាក់លោកមែនប៉ុន្តែលោកមិនដែលសម័យតែប៉ាខ្ញុំស្មីតែបន្តិចrồiនាងក៏បានសែកនិយាយថាទូឲ្យប្រពយើងនឹងគឺជាមនុស្សអត់បានការអីអញ្ចឹងណាអារបៀបអត់បានការអាខាងក្នុងនឹងឯងនិយាយបដានឹងក៏សើចបដាទៀតមើលទៅបែបបាត់បង់សតិមែនតើហើយដែលនាងនៅតែបន្តនិយាយទៀតថាព្រះបត្រាលោកនៅដំណាក់ព្រះបត្រាមួយទាំងមូលគឺថាជាមនុស្សអត់បានការជាមនុស្សអត់ប្រយោជន៍ជាគួរឲ្យខ្មាស់គេមែនតើទោះស្អីពេលដែលឃើញអញ្ចឹងនាងក៏បានប្រាប់ឲ្យអ្នកបម្រើនឹងឆាប់អូលងនិយាយនឹងចេញទៅកុំឲ្យសែកអាឡូឡាអត់បានការនៅទីនេះទៀតហើយអាត្រូវបានគេអូចេញអញ្ចឹងហើយក៏ឆ្លៀតនៅសែកទៅទូឲ្យសេវាយើងទៀតដែលនាងបានសែកថាទូឲ្យសេវាយើងនឹងគឺពិតជាសួយមែនដែលរៀបការជាមួយនឹងបុរសដែលអត់បានការរៀបការដូចជារៀបការជាមួយនឹងមហាថ្លឹកអីអញ្ចឹងណាហើយនាងថាទូឲ្យសេវាយើងគឺនឹងនៅដូចជាយាយជីអញ្ចឹងនឹងគ្មានស្គាល់ជាតិអីនឹងគេនោះទេនិយាយទៅនាងចេះតែនិយាយសែកឲ្យបានត្មងហ្នឹងពេលហ្នឹងទូឲ្យសេវាយើងនាងក៏បានឃើញទូរបស់យើងគាត់ពិតជាសែបបាចិត្តខ្លាំងមែនតើមិននឹកស្មានថាអររយៈពេលកន្លងមកនេះគឺគាត់ជឿជាក់ទៅលើមនុស្សខុសគេបោកប្រាស់គាត់ឡើងយូរអញ្ចឹងណាមើលទៅគឺគាត់គិតថាខ្លួនឯងពិតជាល្ងងខ្លាំងមែនតើរួចគាត់ក៏បានសម្លឹងទៅមើលអាគុជនឹងផងដែរមិនដឹងថាម្ចាស់វានៅទីណានោះទេហើយអាពេលដែលគេអូឡើងនិយាយចេញទៅហ្នឹងក៏លូលៀងគាត់បានឆ្លៀតមកស្ដាប់ឮទៅដែរឮឡើងនិយាយនឹងសែកថាទូឲ្យរបស់យើងជាមនុស្សអត់កំណើតអត់បានការអីចឹងចឹងហើយមើលទៅគាត់ពិតជាសប្បាយចិត្តមែនតើឥឡូវយើងក៏លេងមកមើលខាង UR នេះវិញតាំងពីដឹងថាខ្លួនឯងមានកូនមកឥឡូវនេះគេចេះមកបន់សន់ដូនតាអីទេនេះឲ្យដូនតាហ្នឹងជួយមើលថែនាងហើយនឹងកូនផងហើយឲ្យជួយសម្រាលឲ្យរលូនអីចឹងទៅតែលឺលៀងវិញគាត់នៅតែបន្តបាត់ខឹង UR ឯអារឿងធ្វើជាលូតកូនអីសាមុនហ្នឹងគាត់ថានាងហ្នឹងប៊ីនឹងធ្វើឲ្យបាត់កូនរបស់គាត់មែនតើណៃ UR ក៏បានតបវិញថាទាំងនោះគឺជាការអត់ប្រយ័ត្នរបស់នាងមកពេលតែប៉ុណ្ណោះរួចក៏ហៅឲ្យលូលៀងហ្នឹងឆាប់មកលុតជង្គង់បន់សន់ដែរទៅតែលូលៀងក៏អត់បានមកលុតជង្គង់ជាមួយទេគាត់ក៏មកលើកនាងឡើងអញ្ចឹងណាហើយក៏និយាយប្រាប់នាងថាឥឡូវនេះគឺនាងមានកូនមានអីហើយបើសិនជាយល់ល្អគឺឈប់ទៅហៅរឿងទួយស្អីបើយើងដែលជាចាស់ជួយយើងនឹងអីទៀតទៅកុំទៅហៅរឿងគេអញ្ចឹងណាខ្លួនមានពូមានពងផងនេះមកគាត់ក៏បានសួរទាំងឆ្ងល់ទៅកាន់នាងទៀតថាអ្នកទាំងពីរគឺជាបងប្អូនស្រីនឹងគ្នាទេហេតុអីបានជាមើលទៅដូចជាត្រូវគ្នាសោះហើយមិនបានចេះតែទៅហៅរឿងគេរហូតអញ្ចឹង UR ក៏បានតទៅវិញថាលូលៀងក៏មិនយល់ទេបន្តមកនាងក៏បានបកស្រាយទៅកាន់គាត់អារឿងដែលថាមានគ្រូទាយទេវាសនារបស់ពួកគេទាំងពីរអីហ្នឹងដែលថាមានមួយល្អមួយអាក្រក់អីហ្នឹងហើយក៏និយាយថានាងទៅហៅរឿងទួអីស្អីបើយើងអីហ្នឹងគឺដើម្បីតែពួកគេទាំងពីរអ្នកនឹងឯងដើម្បីតែអនាគតរបស់ពួកគេអញ្ចឹងណាលូលៀងក៏បានតទៅវិញថាតើពាក្យរបស់គ្រូទាយពិតជាគួរឲ្យទុកចិត្តបានដែរអីហើយដែលខឹងក្នុងចិត្តពេក UR ក៏បានធ្លុយមកនិយាយថានាងខំដូរស្វាមីនឹងគ្នាជាមួយទួអីស្អីបើយើងប៉ុណ្ណឹងហើយនៅតែមិនអាចយកឈ្នះទួអីស្អីបើយើងបានទៀតពេលហ្នឹងហើយលូលៀងក៏លឺពាក្យសម្ដីហ្នឹងហើយក៏រៀងភ្ញាក់ផ្អើលដែរហើយ UR ណាក៏បានបន្តនិយាយទៀតថាឥឡូវនេះនាងមានកូនហើយអញ្ចឹងគឺវាមិនដូចពីមុននោះទេប្រហែលជាលើកនេះនាងអាចនឹងឈ្នះទួអីស្អីបើយើងបានទេមើលទៅតែលូលៀងក៏អត់ខ្វល់រឿងអីផ្សេងទេគាត់ក៏បានទីនាងមកសួរថាបដូរកូនកំឡោះគ្នាមែន UR ក៏អញ្ចឹងក៏បានសើចរបៀបភ័យអញ្ចឹងខ្លាចគេដឹងការប៉ះដល់អញ្ចឹងហើយក៏ធ្វើជានិយាយថាតាមពិតទៅមិនមែនអញ្ចឹងទាំងស្រុងនោះទេពេលដំបូងមង្គលការហ្នឹងគឺរវាងខ្ញុំហើយនឹងបងឯងហ្នឹងតែពុកខ្ញុំក៏អាណិតខ្ញុំហ្នឹងទៅគាត់ចង់ឲ្យខ្ញុំទៅរៀបការជាមួយនឹងព្រះបត្រាលូវិញធ្វើជាមហាសេដ្ឋីអញ្ចឹងទៅខ្ញុំក៏បានបដិសេធខ្ញុំអត់ព្រមទេអញ្ចឹងហើយបានជាឥឡូវហ្នឹងខ្ញុំបានមកធ្វើជាប្រពន្ធរបស់បងហ្នឹងនិយាយទៅឲ្យតែបានលួនចិត្តប្តីស្អីក៏និយាយដែរបែបនេះលូលៀងក៏ធ្វើជាសួរទៅវិញថាមែនអីគឺក៏បានងក់ក្បាលតែខ្ញុំខ្ជិបតែម្ដងឬក៏បានអោទៅអោប្តីរបស់នាងអីអញ្ចឹងទៅតែបើមើលមុខរបស់លូលៀងពេលហ្នឹងដូចអាមិនទេដល់ពេលលូ UR ថាបដូរកូនកំឡោះគ្នាអញ្ចឹងទៅដូចចង់ស្ដាយក្រោយក៏លេងមកមើលទៅឲ្យសបើយើងនៅក្នុងបន្ទប់របស់នាងណាវិញនាងក៏បាននិយាយថាតាមពិតទៅគឺនាងបានស្គាល់តួឲ្យផងរបស់យើងយូរហើយហ្នឹងហើយរឿងរបស់យើងក៏បានកាត់មកពីអតីតកាលបន្តិចកាលពីនាងនៅក្មេងៗអញ្ចឹងណាកាលហ្នឹងគឺពិតជាតួឲ្យសបើយើងមែនដែលជាអ្នកទៅជួយរំលឹកឲ្យតួឲ្យផងរបស់យើងអង្ការពួកគេជាជនភៀសខ្លួនហ្នឹងនាងថែតែបានប្រាប់តួឲ្យផងរបស់យើងទូចហ្នឹងទៀតថាកុំឲ្យហត់ប្រេះផ្ដាស់ហាពួកអីជើងរបស់គាត់មានរបួសមានអីចឹងទៅឥឡូវនេះគឺនាងបានព្យាបាលឲ្យគាត់បដាសានសិនហើយពេលហ្នឹងតួប្រុសតូចហ្នឹងក៏បានសួរទៅកាន់តួស្រីតូចថាតើតួស្រីហ្នឹងនាងមានឈ្មោះអីតែតួស្រីតូចហ្នឹងក៏បានប្រាប់គាត់ទេដែលនាងនិយាយថាចាំពេលដែលគាត់ជាហើយពេលជួបគ្នាធំឡើងអីហ្នឹងគឺចាំនាងប្រាប់គាត់អញ្ចឹងហើយដើម្បីកុំឲ្យវែងហ្នឹងតួឲ្យផងរបស់យើងក៏បានឲ្យអាគុជហ្នឹងទៅកាន់តួឯកស្រីរបស់យើងដែលនិយាយថាគុជហ្នឹងគឺចាត់ទុកថាជាថ្លៃដែលនាងបានជួយមើលរបួសឲ្យគាត់អីអញ្ចឹងណាហើយនៅពេលដែលគាត់ត្រឡប់ទៅយកគុជហ្នឹងវិញគឺនាងត្រូវទៅប្រាប់ឈ្មោះគាត់អីអញ្ចឹងទៅចានិយាយថាគូគេគូព្រេងអញ្ចឹងម៉ែនេះជួបគ្នាតាំងពីក្មេងៗហ្មងគាត់តែមើលគ្នាអត់ស្គាល់គាត់ចុះគាត់ឡាយហ្នឹងតួឯកស្រីរបស់យើងគាត់សឹងតែមិនជឿហ្មងថាតាមពិតទៅអ្នកដែលក្មេងប្រុសដែលគាត់ជួយកាលពីក្មេងហ្នឹងតួឲ្យផងរបស់យើងសងតែតួប្រុសបែរជាទៅយកច្រឡំថាជាលឹងយាទៅវិញហើយបន្ទាប់មកក៏បែរជាគិតថាអូអញ្ចឹងតាមពិតគឺជាខ្លួនទេដែលជាមនុស្សដែលតួឲ្យផងរបស់
យើងតាមរហូតដល់ពេលគាត់អញ្ចឹងឡើងញឹមហ្មងតាមមកនេះក៏បានយកអា snapshot ដែលទួយប្រយើងគាត់បានទិញឲ្យគប់ជាមួយនឹងរោមកាលពីលើកមុនហ្នឹងយកមកមើលមកលោអីអញ្ចឹងណាហើយមើលទៅនាងពិតជាសប្បាយចិត្តមែនតើអត់ដឹកស្មានថារវាងពួកគេទាំងពីរគឺថាមាននិស្ស័យនឹងគ្នាយ៉ាងនឹងសោះហើយកំពុងតែអង្គុយលោសុកហ្នឹងក៏ស្ដាប់តែឮសំឡេងគេគូទ្វារអញ្ចឹងណានៅពេលដែលសែសួរថាជាពីណាគេតាមពិតគឺជាតួឯករបស់យើងសោះដែលគាត់មកសួរថានាងដេកនៅអាចនឹងជួបគាត់បានអត់គឺសែគាត់ទៅលឿនអញ្ចឹងភ្លាមក៏បញ្ញាដកអាស្នេហ៍សក់នឹងទុកវិញកុំឲ្យគេឃើញហើយក៏រៀបចំខ្លួនដើម្បីចេញទៅជួបគាត់អញ្ចឹងទៅមិនហ្នឹងឯងនៅស្វាងចេះសោះហ្នឹងណាតែពេលដែលចេញមកក្រៅមកជួបគេហ្នឹងក៏បែរជាធ្វើដូចជាល្ងួយដេកណាស់អញ្ចឹងហើយក៏សួរថាទូប្រុសយើងមកធ្វើអីទេរៃហ្នឹងទាំងយកប្រធាននេះទូប្រុសក៏បាននិយាយថាគាត់ចង់មកបកស្រាយរឿងខ្លះប្រាប់ទូឯកសេរបស់យើងគឺថាគាត់មិនមែនអត់បានការទាំងស្រុងនោះទេហើយពេលដែលគាត់និយាយហ្នឹងគឺគាត់និយាយតិចមែនតែខ្លាចគេលឺអញ្ចឹងហើយសូម្បីតែទូឯកសេរបស់យើងហ្នឹងក៏ស្ដាប់អត់លឺដែរក៏សួរថាទូឯករបស់យើងនិយាយអីហ្នឹងហើយទូប្រុសគាត់ឡើងអៀនហ្មងដោយសារតែអៀនហ្នឹងហើយបងគាត់ខំនិយាយតិចហើយទូស្អាតលឺទីនេះស៊ូឡើងខ្លាំងអញ្ចឹងហើយដែលខ្លាចមានគេលឺចូលស្ដាប់អីអញ្ចឹងហើយទូប្រុសយើងក៏បានចូលទៅក្នុងបន្ទប់ទូឯកសេរបស់យើងតែម្ដងហើយពេលដែលចូលម្ដងហ្នឹងក៏បានមកអង្គុយលើខែរបស់ទូស័យក៏បានសួរថាអាហ្នឹងជាខែខ្ញុំតើមិនមកអង្គុយចឹងហើយទូប្រុសគាត់ក៏បានទៅរុញខែហ្នឹងឯងកើអញ្ចឹងណានិយាយទៅគាត់ចង់និយាយរឿងហ្នឹងឯងនៅគាត់និយាយថាក្នុងរឿងហ្នឹងគឺគាត់មិនមែនអត់បានការនោះទេរាងកាយគាត់ល្អមកមុនល្អតែអត់មានបញ្ហាអីទាំងអស់គ្រាន់តែជាមួយនឹងនិយាយហ្នឹងគឺគាត់អត់ចង់ទូស័យមិនដឹងជាស្អីទេធ្វើមុខឡើងឆ្ងល់ហ្មងអាគ្នាខំបកស្រាយប៉ុណ្្នឹងឯងតោះមកនាងក៏បានចេញពីគាត់តែម្ដងមិនដឹងនិយាយថាម៉េចទេតែទៅពេលហ្នឹងគាត់ក៏បានដើរមកចិត្តនាងហើយក៏និយាយថាមិនអញ្ចឹងទេនាងជួយគាត់ដើម្បីបញ្ជាក់រឿងហ្នឹងទៅអើយហើយនិយាយចឹងកូនស្រីគេឡើងអៀននេះទូស័យនាងឡើងសួរឡើងដូចភ័យតែម្ដងនាងសួរថាហើយបញ្ជាក់ហ្នឹងធ្វើម៉េចទៅទូប្រុសក៏បានទាញទូឯកសេរបស់យើងបែរមកមុខរបស់គាត់វិញអញ្ចឹងណាឬក៏សួរនាងឡាសតុនថាតើនាងគាត់ថាដូចមិនទេចឹងបន្ទាប់មកក៏បានអោនមកឡងចិត្តកូនស្រីគេតែម្ដងអូយចង់ធ្វើអីគេនេះអើយតាមពិតទៅគាត់គ្រាន់តែចង់អោនមកប្រាប់ថាយប់នេះគឺដេកលក់សម្បត្តិឲ្យល្អណាព្រោះអីផឹកស្អែកគឺគាត់នឹងមាន surprise មានការភ្ញាក់ផ្អើលមួយឲ្យនាងអីអញ្ចឹងទៅបន្ទាប់ពីនិយាយអញ្ចឹងហើយក៏បានចាក់ចេញពីទីនឹងបាត់ទៅណានិយាយពីថាលេងអីអញ្ចឹងនេះកូនស្រីគេអៀនឡើងញឹមខ្ជប់ហ្មងហើយវិច័យដនទៀតដល់ពេលទូឯករបស់យើងដើរចេញត្រឡប់ទៅបន្ទប់របស់គាត់វិញហ្នឹងលូលៀងក៏បានឃើញទៀតអញ្ចឹងហើយលូលៀងគេក៏បានដឹងហើយថាទូឯកស្រីរបស់យើងហ្នឹងគឺអត់ដេកជាមួយគ្នាទេមើលទៅគាត់គិតថាប្រហែលជាពាក្យដែលឡើងនិយាយថាទូឯករបស់យើងជាមនុស្សអត់បានការហ្នឹងប្រហែលជាពាក្យពិតទេមើលទៅនិយាយទៅបែបនេះគាត់ចេះតែគិតសន្និដ្ឋានអីដល់ខ្លួនឯងរហូតហ្មងបន្ទាប់មកគាត់ក៏បាននិយាយទៅខ្លួនឯងអញ្ចឹងណាប្រហែលជាគាត់មានអារម្មណ៍ថាដូចចង់ស្ដាយមិនទេបើសិនជា UR អត់បានបដូរកូនកំឡោះទេប្រហែលជាពេលនេះគាត់ត្រូវរៀបការជាមួយទូស្រីវិញនេះបានអញ្ចឹងមែនណាគាត់នឹងមានទាំងស្រីស្អាតទាំងប្រាក់អំណាចនៅក្នុងដៃបាត់ទេនេះចេះគិតអញ្ចឹងកើតប្រូកាមកដល់ផឹកឡើងវិញម្ដងនៅពេលដែលទូឯកស្រីរបស់យើងនាងដើរចូលមកក្នុងបន្ទប់នាងធម្មតាហ្នឹងក៏ស្អាតតែពេលហ្នឹងជួនបីក៏បានឃើញសម្បត្តិមួយនៅលើតុអញ្ចឹងណាហើយអញ្ចឹងទៅនាងក៏បានយកហុចឲ្យទូឯកស្រីរបស់យើងដែលនៅក្នុងសម្បត្តិនោះគឺមាននរណាម្នាក់បានណាត់ទូស្រីហ្នឹងឲ្យទៅជួបនៅឯវិហារតាលីនអញ្ចឹងណាពេលហ្នឹងទូស្រីនាងក៏បានគិតថាអ្នកដែលណាត់នាងទៅជួបហ្នឹងគឺប្រកាសជាទូឯកប្រុសរបស់យើងហើយព្រោះយប់មិញគាត់ថាមានរឿងចង់ surprise នាងជួនបីនាងក៏បាននិយាយទៀតដែរថាវិហារតាលីនហ្នឹងគឺជាកន្លែងដែលគេជឿថាផ្ដល់ពរឲ្យពរទៅដល់គូស្នេហ៍ពិតប្រាកដអីអញ្ចឹងណាគឺវាពិតជា sweet ល្អមានន័យខ្លាំងមែនតើព្រោះទូឯកស្រីរបស់យើងនាងពិតជាសប្បាយចិត្តមែនតើនេះហើយមើលតែងខ្លួនឡើងស្អាតហ្មងដើម្បីមកជួបបងហើយនៅពេលដែលម្ដងហ្នឹងក៏បានឃើញមនុស្សប្រុសម្នាក់កំពុងតែឈប់ផ្លុំខ្លុយអញ្ចឹងណាអញ្ចឹងហើយទូឯកស្រីរបស់យើងនាងក៏បានទៅហៅម្នាក់ហ្នឹងអញ្ចឹងទៅប៉ុន្តែគឺថា surprise ដល់ធំខ្លាំងមែនតើតែម្ដងព្រោះថាអ្នកដែលមកហ្នឹងគឺមិនមែនទូឯករបស់យើងទេគឺជាលូលៀងទៅវិញអត់មិនទេទូស្រីរបស់យើងនាងឡើងខកចិត្តហ្មងលូលៀងក៏បានធ្វើជានិយាយថាគាត់ដឹងថាទូឯកស្រីរបស់យើងហ្នឹងគឺមើលថែផ្ទះហងៃពិតជាហត់ខ្លាំងហើយថែមទាំងត្រូវបានទូឯករបស់យើងដែលជាប្តីហ្នឹងទុកចោលឲ្យដេកតែឯងអីទៀតអញ្ចឹងប្រកាសជាអបសោកប្រកាសជាឯកាណាហើយអញ្ចឹងហើយគាត់ក៏មកចង់ជួយនាងដើម្បីលំហែអារម្មណ៍អីចឹងណាហើយចេះតែមានហ្មងនេះបងថ្លៃនេះហើយមើលទូឯកស្រីរបស់យើងធ្វើមកគាត់ឡើងជ្រេញហ្មងអាមនុស្សស្អប់គ្នាតាំងពីជីវិតមុនហើយមកជួបជីវិតនេះអីទៀតនេះអញ្ចឹងហើយទូស្រីនាងក៏បានធ្វើជានិយាយថាលូលៀងហ្នឹងនិយាយលេងចុះបើគេមកជួយនាងអញ្ចឹងចុះបានពីណាទៅជួយ UR ទៅលូលៀងក៏បានសើចតិចអញ្ចឹងណាហើយក៏មកអង្គុយក្បែរទូឯកស្រីរបស់យើងឬក៏និយាយថាបើសិនជាបងប្អូនគេទាំងពីរនេះមិនបានបដូរកូនកំឡោះគ្នាទេម្ល៉េះហើយពេលនេះគាត់គឺត្រូវជាប្តីរបស់នាងទៅវិញនោះទេបាននិយាយទៅគឺពួកគេក៏រៀងមាននិស្ស័យមួយគ្នាដែរតាទូស្រីនាងក៏ចេះតែងក់ក្បាលធ្វើដូចយល់ព្រមនឹងអីដែលលូលៀងនិយាយអញ្ចឹងហើយលូលៀងក៏បានបន្តទៀតថាតើធ្វើម៉េចបើឥឡូវនឹង UR នេះមានកូនឯហ្នឹងអញ្ចឹងទៅគាត់ត្រូវទៅទទួលខុសត្រូវសិនណាឬគាត់ហ្នឹងក៏បាននិយាយថាចង់ឲ្យបងប្អូនស្រីគេទាំងពីរនាក់ហ្នឹងគឺធ្វើតាមអាទំនៀមទម្លាប់បុរាណយូរឡងណាស់មកហើយដែលរបៀបថាបងប្អូនស្រីគេចែកប្តីគ្នាប្រើអីអញ្ចឹងណាអូយប៉ិនសាហាវប៉ិនហូននឹកឃើញពាក្យមិននិយាយកើតនេះពេលហ្នឹងក៏បានហុចតែឲ្យទូឯកស្រីរបស់យើងផងដែរហើយក៏រំពឹងថាទូឯកស្រីរបស់យើងនឹងទទួលអញ្ចឹងទៅទូឯកស្រីរបស់យើងនាងក៏បានលើកដៃទៅទទួលហើយតែនាងក៏ធ្វើជាអត់ទទួលវិញដែលនាងបាននិយាយថាអូយបើធ្វើអញ្ចឹងតើ UR យល់ព្រមអត់លូលៀងក៏បាននិយាយទៀតថាមិនបាច់ភ័យនេះទេរឿងហ្នឹងគឺគាត់នឹងពលួង UR ទៅបន្តិចទៅគឺនាងយល់ព្រមហើយអញ្ចឹងហើយទូឯកស្រីរបស់យើងនាងក៏ធ្វើជាទទួលអាប៉ែងតែនឹងមកអញ្ចឹងណាលូលៀងពេលដែលឃើញអញ្ចឹងគេពិតជាសប្បាយចិត្តមែនតើដែលនឹកឃើញថាទូឯកស្រីរបស់យើងប្រហែលជាយល់ព្រមនៅជាមួយខ្លួនហើយតែទូឯកស្រីរបស់យើងនាងក៏បែរជាចេះអាតែនឹងទៅកណ្ដាលមុខរបស់លូលៀងតែម្ដងហើយបន្ទាប់មកក៏ងើបមកផ្ទះកំភ្លៀងលុះសុទ្ធតែផាច់ហើយក៏ធាក់មកជើងចុងក្រោយទៅនឹងអាប្អូនតូចរបស់លូលៀងនឹងទៀត
គឺថាប៉ាត់ជាឈឺចាប់មែនតែនបន្ទាប់មកនាងក៏បានដៀលរូលៀងនឹងយកតែម្ដងដែលនាងបាននិយាយថាមកឡើងដូចឈួតចឹងសោះបែរជាហ៊ានមកយកសពទាំងថ្ងៃអីណាសាំមែនអត់តែរូលៀងឲ្យគ្នាឡើងបែកតិចអីមើលទៅឈឺចាប់មែនតែននេះពេលដែលដើរចេញទៅវិញហ្នឹងទូស្រីនាងក៏ឆ្លៀតនិយាយល្អូងងើទៀតថាប៉ាត់ជាចង្រៃមែនដឹងចឹងនាងគួរតែបានសម្លាប់គេឲ្យតាំងពីជីវិតមុនហ្មងខ្លាញ់ហ្មងឥឡូវយើងកាត់មកនៅដំណាក់ជីងអ៊ូវិញម្ដងពេលនេះទូឯប្រុសទូឯស្រីយើងកំពុងតែដើរមើលនៅដំណាក់ហ្នឹងអីចឹងណាហើយនៅពេលនោះទូប្រុសក៏បានឲ្យអាសិតជាម្ចាស់គ្រប់គ្រងដំណាក់ជីងអ៊ូហ្នឹងត្រឡប់មកកាន់ទូឯស្រីរបស់យើងវិញដែលកាលមុនគាត់បានឲ្យទូលឹងយាកហ្នឹងទូឯស្រីយើងនាងពិតជាមានការ surprise ពិតមែនហ្នឹងភ្ញាក់ផ្អើលមែនតើឥឡូវនេះដំណាក់ជីងអ៊ូនឹងខ្លាយទៅជាកន្លែងឯកជនរបស់ទូឯស្រីរបស់យើងហើយនឹងមិនអាចមានណាគេមកដណ្ដើមពីនាងបានទៀតនោះទេទូឯស្រីរបស់យើងនាងពិតជាសប្បាយចិត្តមែនតើនាងថានេះគឺពិតជាការភ្ញាក់ផ្អើលមែនតើនេះដែលទូឯប្រុសរបស់យើងផ្ដល់មកឲ្យនាងហើយនាងក៏បានសួរទូឯប្រុសរបស់យើងទៅថាមិនបានសក់មកឲ្យដំណាក់ជីងអ៊ូមកនាងអញ្ចឹងទូប្រុសក៏បានតទៅវិញថានៅពេលដែលទូឯស្រីរបស់យើងបានអាសិតគ្រប់គ្រងនៅផ្ទះហ្នឹងគឺគាត់បានឃើញទូឯស្រីរបស់យើងពិតជាមានដងអាខាងកណន័យកាត់លេកាត់អីទុកដាក់ប្រាក់នឹងខ្លាំងមែនតើអញ្ចឹងហើយក៏កាទាយថាប្រហែលជាទូឯស្រីរបស់យើងនឹងចូលចិត្តអាខាងគ្រប់គ្រងហាងលក់ business អីចឹងដែរណាព្រោះអីមើលទៅនាងដូចជាចូលចិត្តកណនីនឹងខ្លាំងមែនតើទូស្រីក៏បានទៅសើទូឯប្រុសរបស់យើងអត់ដាច់ពីមាត់សោះហ្មងពិតជាយល់ពីនាងហើយចិត្តល្អទៀតនេះពេលហ្នឹងទូប្រុសក៏បាននិយាយទៀតថានៅយប់នេះគឺគេមានពិធីបន់បង្ហោះគោមអីចឹងណាឬក៏បានបបួលទូឯស្រីរបស់យើងហ្នឹងទៅដើរមើលពិធីហ្នឹងជាមួយគ្នាទូស្រីក៏ធ្វើជាសួរបែបលេងសើចថាតើទូប្រុសហ្នឹងចង់ទិញហាងលក់គោមួយទៀតឲ្យនាងមែនហើយទូប្រុសហ្នឹងគេសួរលេងសោះក៏បានជានិយាយមែនថាបើសិនជានាងស្រឡាញ់ចាំក៏ទិញឲ្យមួយក៏បានដែរហើយក៏ចិត្តទៅលេងល្អមែននេះដល់មកពួកគេក៏បានញញឹមដាក់គ្នាឡើងស្វីតតែម្ដងមើលទៅឥឡូវហ្នឹងគេដូចជាមានចិត្តលើគ្នាច្រើនណាពួកគេនេះប៉ុន្តែសប្បាយកុំភ្លេចមើលទុកនៅក្បែរហ្នឹងនេះគឺថាប្រវត្តិត្រានាងឈោមើលពីចម្ងាយនឹងតែម្ដងហើយគាត់ក៏បាននិយាយជាមួយកូនចៅគាត់ថាទួយប្រុសរបស់យើងហ្នឹងសម្ដែងធ្វើជា play boy ជាព្រះនារីរាល់ថ្ងៃរហូតតែមិនដឹងថាចរិតពិតរបស់គេអញ្ចឹងមែនក៏អត់ឬក៏គ្រាន់តែសម្ដែងអញ្ចឹងហើយគាត់ក៏បានឲ្យកូនចៅរបស់គាត់ហ្នឹងតែឲ្យទួប្រុសឲ្យមកជួបគាត់តិចមកគាត់ចង់សាក់លបងទួប្រុសដូចខ្លួនឯងអញ្ចឹងណាហើយគាត់តែមកដល់ភ្លាមទួប្រុសរបស់យើងគឺគាត់រស់រាយរាក់ទាក់តាមប្រវត្តិត្រានាងឡើងល្អមែនតើតែប្រវត្តិត្រានាងហ្នឹងក៏បានយកអាធ្នូនេះតម្រង់ទៅកាន់ទួឲ្យប្រុសរបស់យើងតែម្ដងណាអាព្រួយហ្នឹងទួប្រុសគាត់ក៏រៀងឆ្ងល់ភ័យអញ្ចឹងណាក៏បានសួរថាតើគាត់ទទួលប្រវត្តិត្រានាងបានល្អមែនប្រវត្តិត្រានាងក៏បានមានបន្ទូលទៀតថាក្រុមគឺបានលើកពីគេមកថាមានជនភៀសខ្លួនម្នាក់បានរត់មកចូលដល់ដំណាក់ជីងអ៊ូនេះហើយក៏បានបាត់ខ្លួនឈឹងតែម្ដងហើយមកដល់ឥឡូវនេះក៏នៅតែអត់ទាន់រកឃើញដែរតើដំណាក់ជីងអ៊ូរបស់ទួឲ្យប្រុសរបស់យើងហ្នឹងគឺមានលក្ខជនអក្រិតជនអីមែនបើនិយាយទៅគឺគាត់សួរពីបរិសុទ្ធស្លៀកពាក់ខ្មៅនៅថ្ងៃមុនទួឲ្យប្រុសរបស់យើងហ្នឹងឯងចឹងហើយទួប្រុសក៏បានតទៅវិញថាប្រវត្តិត្រាចេះតែមានហ្មងកន្លែងផ្ទះដំណាក់របស់គាត់នេះគឺគ្រាន់តែជាកន្លែងកំសាន្តតែប៉ុណ្ណោះមិននឹងមានរឿងចឹងទៅបើសិនជាថ្ងៃហ្នឹងគាត់ដឹងថាអ្នកដែលមកហៅហ្នឹងគឺជាគ្នារបស់ប្រវត្តិត្រាគាត់ប្រកាសជាសហការបានល្អជាងហ្នឹងហើយបន្ទាប់មកប្រវត្តិត្រានាងហ្នឹងក៏បានស្ងាត់បន្តិចចឹងណាហើយក៏សាប់តបាញ់ព្រួយហ្នឹងទៅកាន់ទួឲ្យប្រុសរបស់យើងតែម្ដងតែគាត់បានឲ្យត្រូវឯងគាត់បានបច្ចិតបជាអញ្ចឹងដឹងថាទួឲ្យប្រុសរបស់យើងហ្នឹងគាត់នឹងមាន reaction មកឆៃធ្វើមកអីចឹងទៅទួប្រុសគាត់ក៏នៅតែបន្តសម្ដែងធ្វើអត់ដឹងអីនៅឡើយហ្នឹងដែលគាត់បាននិយាយទៀតថាសូមប្រវត្តិត្រានាងត្រង់កំអាខ្ញាល់រយៈនេះគឺគាត់បានទៅនាំអ្នករំមកពីខាងបរទេសមកច្រើនដែរចឹងណាចាំគាត់ឲ្យគេទាំងអស់ហ្នឹងមករំកំដរប្រវត្តិត្រាអីចឹងទៅប្រវត្តិត្រានាងហ្នឹងក៏ចេះតែយកព្រមចឹងទៅហើយឥឡូវនេះគឺពួកគេកំពុងតែអង្គុយស្ដាប់គេលេងភ្លេងហើយនឹងមើលគេរំនេះតែប្រវត្តិត្រានាងហ្នឹងក៏បានសរសើរដែរថាអ្នករំអ្នកច្រៀងអីគេនេះគឺពិតជាល្អរបស់គេមែនចឹងតើបានជាទូប្រុសគាត់មកនៅដំណាក់ជីងអ៊ូនេះរាល់ថ្ងៃទូប្រុសគាត់ក៏បានសាយហើយក៏ធ្វើជានិយាយវិញថាត្រង់ក៏ដឹងដែរថាគាត់នេះគឺអត់មានដែរខ្វល់ខ្វាយរឿងនយោបាយឬក៏សង្គ្រាមអីដូចគេនោះទេឲ្យតែមានស្អីស្អាតស្រាលឆ្ងាញ់មហូបអីចឹងគឺដឹងតែគាត់សប្បាយចិត្តរស់នៅមានសេចក្តីសុខហើយប្រវត្តិត្រានាងក៏បានធ្វើជាតសាទូឲ្យប្រុសរបស់យើងចឹងណាតែគាត់មើលទៅដូចជាអត់ខ្វល់ចឹងតែតាមពិតទៅគាត់តសាបែបបច្ចិតបជាងឯងតែគាត់ក៏បានបន្តសួរទូឲ្យប្រុសរបស់យើងទៀតថាចុះអារឿងសម្រាប់រង្គាទៅលើកងទ័ពគ្រួសារតកូលលូហើយនឹងការស្លាប់បាត់បង់ជីវិតរបស់លោកមេតបលូដែលត្រូវជាឪពុករបស់ទូឲ្យប្រុសរបស់យើងហ្នឹងក៏ទូឲ្យប្រុសរបស់យើងអត់ខ្វល់ដែរមែនទូប្រុសក៏ធ្វើជាភ័យចឹងណាហើយក៏បានសួរទៅវិញថាហេតុអីបានជាប្រវត្តិត្រាហ្នឹងមកសួរអីរឿងហ្នឹងចឹងនៅពេលហ្នឹងតើព្រះរាជាទ្រង់ចង់យករឿងហ្នឹងមកដាក់គំហៀបគ្រួសារលូអីទៀតដែរមែននៅពេលដែលឃើញស្ថានភាពមើលទៅដូចជាតានតឹងចឹងប្រវត្តិត្រានេះក៏បានធ្វើជាសាយវិញហើយក៏និយាយថាបាច់ភ័យនោះទេគឺគ្មានរឿងចឹងនោះឡើយហើយក៏នឹងធានាថាអាការរស់នៅជីវិតរស់នៅដែលមិនសូវខ្វល់ខ្វាយរបស់ទូឲ្យប្រុសរបស់យើងហ្នឹងនឹងអាចនៅបានរហូតតែម្ដងចឹងហើយទូប្រុសក៏បានធ្វើជាអរគុណគាត់អីចឹងទៅប៉ុន្តែក្នុងចិត្តវិញមិនដឹងជាគិតអីខ្លះនោះទេបែបភ័យផងអីផងខ្ញុំដឹងហើយព្រោះខំប្រឹងលាក់យូរហើយនៅពេលនោះអ្នកទាំងពីរហ្នឹងក៏បានលឺសំឡេងមនុស្សសែកនៅខាងក្រោមចឹងណាដែលមើលទៅគឺដូចជាមានគេមកលូកលាន់នាងដូច្នេះហើយពួកគេក៏បានបញ្ញាចេញទៅមើលថាមានរឿងអីហ្នឹងហើយគឺថាមែនមានបរិសម្នាក់គាត់ស្វឹងស្រាហើយក៏មកចង់ប៉ះលូកលាន់អ្នករំនៃទីនេះអញ្ចឹងណាពេលហ្នឹងទូស្រីក៏បានចេញមុខមកការពីអ្នករំនឹងតែម្ដងដោយទូស្រីក៏បាននិយាយថាឆាប់ចេញពីទីនេះភ្លាមទៅបើសិនជានៅតែមករឿងពួកគេទៀតគឺនាងនឹងមិនទុកមុខឲ្យទៀតនោះទេពេលហ្នឹងអ្នកទាំងពីរនេះបានចេញមកមើលណាហើយម្នាក់ប្រុសដែលស្វឹងហ្នឹងក៏នៅតែបន្តនិយាយទៀតថាអូយមើលធ្វើខ្លួនឯងដូចខ្លាំងណាស់អញ្ចឹងមិនគិតថាខ្ញុំមកនេះដើម្បីតែមកស្ដាប់ចម្រៀងមកស្ដាប់អីហ្នឹងមែនទូស្រីយើងពិតជាធំបាននេះនាងក៏បានចាក់ដៃដែរប៉ែនឹងចង្អុលហ្នឹងគឺថាកាច់បំបាក់ម្រាមដៃនឹងតែម្ដងពេលហ្នឹងគឺអ្នកដែលនៅទីហ្នឹងគឺគេពិតជាមានការស្ញើសរសើរទូឲ្យស្រីយើងមែនតើព្រោះនាងហ៊ានធ្វើចឹងជាពិសេសគឺអ្នករងទាំងអស់នេះឯងទូស្រីក៏បានបន្តទៀតថាចាំមកច្បាស់
កន្លែងនេះគឺជាដំណាក់សម្រាប់រំរែកមិនមែនជាបនស្រីនោះទេដល់មកក៏បានឲ្យអ្នកបម្រើនឹងឆាប់អស់ប៉ែកនឹងចេញទៅណាបាត់ទៅហើយដូចយើងអញ្ចឹងគឺអ្នករំដែលឈរនៅក្បែរហ្នឹងណាពួកគេពិតជាសប្បាយចិត្តមែនតើព្រោះថាតួឯកសិរបស់យើងនៅខាងពួកគេអញ្ចឹងណាឲ្យតម្លៃខ្លួនជាអ្នករំជាមនុស្សស្រីអីចឹងទៅបន្ទាប់ពីប៉ែកនឹងទៅបានគេអូសចេញទៅបាត់ហើយហ្នឹងណាតួស្រីក៏បានបាននិយាយជាមួយនឹងអ្នករំម្នាក់ហ្នឹងវិញដែលអ្នកបាននិយាយថាមិនបាច់ភ័យនោះទេនៅក្នុងលោកនេះហើយសម្រាប់មនុស្សស្រីយើងទេពកោសល្យគឺជាគ្រឹះដ៏ល្អរបស់យើងហើយជំនាញគឺជាសក្តីថ្លៃថ្នូរឲ្យតែយើងមានទេពកោសល្យនិងជំនាញច្បាស់លាស់គឺយើងនៅតែអាចមានមុខមាត់គេឈ្មោះបានល្អអញ្ចឹងតែបំរើហ្នឹងគឺពិតជាអរគុណតួឯកសិរបស់យើងខ្លាំងមែនតើដែលបានមកការពារកិត្តិយសឲ្យនាងអីចឹងណាពេលហ្នឹងតួឯកសិរបស់យើងនេះក៏បានសែកប្រាប់ទៅកាន់ភ្ញៀវប្រុសៗផ្សេងទៀតនឹងដែរថាកន្លែងជីងអ៊ូដំណាក់ជីងអ៊ូរបស់ពួកគេនេះគឺមិនមែនជាកន្លែងដែលតាក់ទងនឹងអារឿងអីចឹងនោះទេបាននិយាយទៅគឺមិនដូចបនស្រីទេពួកយើងគឺមានសមត្ថភាពពិតប្រាកដហើយគឺរលុយដោយមានកិត្តិយសត្រឹមត្រូវអីចឹងណាបន្ទាប់មកនាងក៏បានសុំទោសទៅកាន់អ្នកគ្រប់គ្នានៅទីនោះផងដែរដែលមិញហ្នឹងគឺមានរឿងរំខានដល់ការរំលែករបស់អ្នកទាំងអស់គ្នាអីចឹងទៅដូច្នេះនាងក៏បាននិយាយទៀតថាជុំនេះគឺនាងនឹងផ្ដល់ស្រាមួយ free ទៅឲ្យគ្រប់តុកទាំងអស់ដែលបានហូបអីនាងទីនោះចឹងណានិយាយទៅគឺបកកែអាខាងដោះស្រាយបញ្ហាហើយនឹងយកចិត្តភ្ញៀវមែនតើទូស្រីរបស់យើងចឹងហើយអ្នកទាំងអស់គ្នាក៏បានទះដៃគោរពទូស្រីរបស់យើងហ្មងមើលទៅទូស្រីរបស់យើងគឺពិតជាមានអំណាចខ្លាំងមែនតើណាហើយពួកគេឡើងគោរពហ្មងអត់មានណាគេខឹងទេអាព្រះបត្រានាងដែលចូលមើលជាមួយទូឯករបស់យើងនៅខាងលើនេះក៏បានសួរទៅកាន់ទូឯករបស់យើងថាបើដំណាក់រំចឹងហើយបាជាអត់យករឿងទាំងអស់នោះមកនិយាយតើដំណាក់រំហ្នឹងអាចនៅរស់ស៊ីបានទៀតដែរមែនទើបក៏បានធ្វើជាសាយហើយក៏និយាយទៅកាន់ព្រះបត្រានាងវិញថាក៏ជាឲ្យព្រះបត្រាសាយពួកយើងហើយព្រោះថាពួកយើងគឺមិនដែលគិតឲ្យរឿងហ្នឹងតាំងពីដើមហ្មងអត់ដែលចង់បានឲ្យលុយគេបកប់បន្តិចក្រៅហ្នឹងទេហើយកាន់តែនិយាយអញ្ចឹងគឺកាន់តែធ្វើឲ្យព្រះបត្រានាងចាប់អារម្មណ៍នឹងទូឯករបស់យើងទៀតហើយតែក៏បាននិយាយទៅសារទៅកាន់ទូឯករបស់យើងថាទូឯករបស់យើងហ្នឹងគឺពិតជាមិនធម្មតាមែននាងក្លាហានមុះមុតចឹងហើយថែមទាំងមានវិន័យត្រឹមត្រូវទៀតនេះទូឯករបស់យើងពេលដែលឮគេទៅសារពីប្រពន្ធរបស់ខ្លួនចឹងក៏ចាប់ផ្ដើមភ័យឯងព្រោះអ្នកទៅសារហ្នឹងមិនមែនធម្មតាណាគឺព្រះបត្រានាងដើម្បីចឹងគឺរៀងភ័យដែរមកតែក៏បាននិយាយអីដែរពេលហ្នឹងហើយរបស់យើងហ្នឹងក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្នេះអរគុណបងប្អូនដែលបានចំណាយពេលវេលាដែលមានតម្លៃរបស់លោកអ្នកមកស្ដាប់ការសម្ដែងរឿងរបស់នាងខ្ញុំពីដើមដល់ចប់ចាំជួបគ្នានៅពេលក្រោយៗទៀតណាបាយបាយ